វិញ្ញាណស្ត្រីមេផ្ទះវាចូលសន្តិចាប់តាំងពីថ្ងៃដែលការហើយនឹងត្មងគិតមើលបងប្អូនខ្ញុំមកតាំងពីក្មេងខ្ញុំខ្ជិលណាងើបឡើងតែភួយមិនបត់ផងបងប្អូននិយាយស្មោះតែបើរឿងពីឪឲ្យម៉ែខ្ញុំជេរខ្ញុំសឹងរងថ្ងៃរឿងខ្ជិលដល់តែពេលមានប្តីមានកូនស្រាប់តែមកហូបក៏ចេះធ្វើការងារផ្ទះហ្នឹងក៏ចេះសពគ្រប់ដូចថាមិនចាំបាច់គេមកបរិយាវាចេះឯងអញ្ចឹងមកហើយពីមុនមកថាបានឈឺអីចឹងទៅអូយប្តីផ្ដួលរមូលសំក្រិចនៅនឹងអត់ងើបទេដល់ពេលឥឡូវមានប្តីមានកូនទៅគ្រាន់តែផ្ដាសាយឲ្យងុយដេកចង់ដេកខ្ចល់ហើយងើបអត់ចង់រួចទេឈឺដៃឈឺជើងឈឺចង្កេះឈឺខ្លួនផ្ដាសាយហត់អស់កម្លាំងអានៅតែវាមកធ្វើមហូបមករៀបចំផ្ទះតតបានអាសាជ្រុលនឹងហ្មងវាថាកម្លាំងវាអត់មានទេប៉ុន្តែកម្លាំងចិត្តងើបមកធ្វើឲ្យកូនងើបមកធ្វើឲ្យប្តីនឹងវាមានអញ្ចឹងបានចិត្តតែប្រឹងងើបមកធ្វើតហើយមួយថ្ងៃហ្នឹងខ្ញុំផ្ដាសាយខ្ញុំអត់ស្រួលខ្លួនអញ្ចឹងទៅអត់សូវមានមហូបផុសហើយពេលដែលទឹកឃើញដល់វគ្គធ្វើមហូបហ្នឹងអត់ដឹងថាធ្វើមហូបអីទេអញ្ចឹងហើយចិត្តតែប្រឡាក់សាច់ជ្រូកប្រឡាក់សាច់គោសាច់មាន់អីទុកឲ្យកូនញ៉ាំទៅកូនមកជៀនឲ្យកូនញ៉ាំទៅព្រោះថាខ្ញុំអត់សូវមានកម្លាំងធ្វើមហូបដែរទេហើយបើថាឃ្លានហ្នឹងក៏មិនសូវជាឃ្លានមហូបអីគ្រឿងដិតដែរភាគច្រើនខ្ញុំឃ្លានតាស្លស្ងោស្លអីអញ្ចឹងទៅពេលដែលយើងផ្ដាសាយយើងអត់ស្រួលខ្លួនយើងស្ងោយើងសាបហើយហត់វារៀងមានកម្លាំងជាងយើងញ៉ាំអាស្លរសជាតិដិតហើយគ្រឿងច្រើនណាបងប្អូនណាខ្លះដែលនៅពីក្មេងខ្ជិលហើយដល់ពេលឥឡូវអាសាដូចខ្ញុំ